បាទជាបឋមសូមគោរពជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលកំពុងតែតាមដានទស្សនានៅ Channel PNews ទាំងអស់គ្នាសម្រាប់ថ្ងៃនេះគឺជាថ្ងៃទី16នៃខែតុលាឆ្នាំ2025ហើយសម្រាប់ថ្ងៃនេះខ្ញុំនឹងមកធ្វើការបកស្បែកមុខប្រទេសថៃដើម្បីចែករំលែកចែកជូនដល់បងប្អូនទាំងអស់គ្នាឲ្យបានដឹងថាតើមកទល់នឹងពេលនេះប្រទេសថៃមានអំពើអាក្រក់អ្វីខ្លះនៅក្នុងប្រទេសប្រហែលថ្ងៃនេះពិតជាទទួលបានព័ត៌មានមិនសូវល្អដែលថៃបានចោទប្រកាន់មកលើកម្ពុជាក៏រួមទាំងសាធារណរដ្ឋកូរ៉េដែលបានចោទប្រកាន់មកលើកម្ពុជាពាក់ព័ន្ធនឹងករណីឧក្រិដ្ឋកម្មអនឡាញបងប្អូនណាហើយក៏ចង់បញ្ជាក់ជូនបងប្អូនដែរថានៅអាស៊ីយើងមិនមានប្រទេសណាដែលមិនមានករណីឧក្រិដ្ឋកម្មអនឡាញនោះទេប៉ុន្តែបងប្អូនវាជាករណីមួយទូចតាចបំផុតណាបងប្អូនត្រឹមតែមួយករណីទេប៉ុន្តែបែរជាត្រូវបានគេយកទៅផ្សព្វផ្សាយនិងជួយបញ្ចេញបញ្ចូលនៅព័ត៌មានអាក្រក់នោះច្រើនមែនទែនដូច្នេះក្នុងថ្ងៃនេះខ្ញុំនឹងមកធ្វើការបកស្បែកមុខបងប្អូនណាប្រទេសថៃចែកជូនដល់បងប្អូនទាំងអស់គ្នាឲ្យបានដឹងវិញម្ដងពាក់ព័ន្ធនឹងករណីឧក្រិដ្ឋកម្មនៅអាស៊ីតើប្រទេសថៃជាមជ្ឈមណ្ឌលឧក្រិដ្ឋកម្មអនឡាញចោរប្លន់បេសកចារនិងជាទីជំរកភេរវករដែរឬទេដូច្នេះក្នុងថ្ងៃនេះខ្ញុំនឹងទៅលម្អិតនឹងធ្វើការវែកបកស្បែកមុខប្រទេសថៃជូនដល់បងប្អូនទាំងអស់គ្នាឲ្យបានដឹងហើយបងប្អូនសូមមេត្តាយកអត្ថបទនេះទៅប្រៀបធៀបតើអ្វីដែលខ្ញុំនិយាយបងប្អូនណាតើកម្ពុជាយើងនិងថៃតើមួយណាមានសភាពធ្ងន់ធ្ងរជាងមកទល់នឹងពេលនេះខ្ញុំឃើញថាប្រទេសថៃកំពុងតែធ្វើការជន់ពន្លិចប្រទេសកម្ពុជាដោយគេមានដៃគូសហការជាមួយប្រទេសមួយទៀតនៅភាគខាងត្បូងកូរ៉េខាងជើងហ្នឹងគេបានដៃគូសហការមិត្តភាពរបស់គេហ្នឹងឥឡូវហ្នឹងគេពឹងពាក់បានល្អសារព័ត៌មាននោះជើងខោទៅតាមប្រទេសថៃដូច្នេះហើយឥឡូវនេះកំពុងតែធ្វើឲ្យព័ត៌មាននៅប្រទេសកម្ពុជានឹងរីករាលដាលល្បីផ្អើលរន្ទឺបងប្អូនណាក្នុងថ្ងៃនេះខ្ញុំនឹងធ្វើការបកស្បែកមុខណាបងប្អូនឲ្យប្រទេសដែលជាមិត្តភាពរបស់ថៃដែលនៅភាគខាងត្បូងប្រទេសកូរ៉េខាងជើងនោះឲ្យអ្នកឯងបានដឹងហើយឲ្យអ្នកឯងបានយល់ហើយទៅស្វែងយល់កុំថាខ្ញុំចេះតែនិយាយបំភ្លើសនេះជាព័ត៌មានដែលខ្ញុំទៅដកស្រង់ចេញពីប្រភពសារព័ត៌មានធំមួយចំនួនដែលគេបានចុះផ្សាយដូច្នេះហើយអ្នកអាចទៅស្វែងរកថាតើរវាងកម្ពុជានិងប្រទេសថៃមួយណាឧក្រិដ្ឋកម្មអនឡាញធំជាងគេហើយអំពើអាក្រក់ដែលកើតមាននៅក្នុងប្រទេសនេះច្រើនជាងគេថ្ងៃនេះខ្ញុំនឹងទៅវែកស្បែកមុខប្រទេសមួយនោះចែកដល់ប្រទេសដែលជាមិត្តភាពរបស់អស់នោះឲ្យបានដឹងឥឡូវនេះបងប្អូនខ្ញុំចូលទៅប្រធានបទតែម្ដងតាមពិតទៅនៅក្នុងអាស៊ីណាបងប្អូនឧក្រិដ្ឋកម្មផ្សេងបានក្លាយជាបញ្ហាធំដោយប្រទេសមួយចំនួននឹងបានចោទប្រកាន់ថាមជ្ឈមណ្ឌលសម្រាប់ឧក្រិដ្ឋជនអន្តរជាតិបើយោងតាមប្រភពសារព័ត៌មានផ្សេងរួមទាំងរបាយការណ៍អន្តរជាតិនិងការចាប់ខ្លួនថ្មីនេះគឺប្រទេសថៃត្រូវបានគេមើលឃើញថាមានតួរលេខណាបងប្អូនយ៉ាងតួនាទីសំខាន់ក្នុងឧក្រិដ្ឋកម្មអនឡាញដូចជាចោរប្លន់បេសកចារនិងជាទីជំរកសម្រាប់ភេរវករបើទោះបីជាប្រទេសផ្សេងទៀតដូចជាឥណ្ឌាចិននិងហ្វីលីពីនក៏មានឧក្រិដ្ឋកម្មខ្ពស់ដែរប៉ុន្តែថៃត្រូវបានលើកឡើងជាញឹកញាប់ជាងគេនៅក្នុងករណីឧក្រិដ្ឋជនអន្តរជាតិខ្ញុំលើកទាំងអស់មាន4ទី1ពាក់ព័ន្ធជាមួយឧក្រិដ្ឋកម្មអនឡាញទី2គឺចោរប្លន់ទី3គឺបេសកចារទី4នឹងជំរកភេរវករខ្ញុំនឹងលើក4ចំណុចនោះដើម្បីឲ្យបងប្អូនបានដឹងថាប្រទេសថៃគឺជាប្រទេសបែបណាឥឡូវនេះយើងចូលអត្ថបទទី1ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មអនឡាញថៃជាប្រទេសមានករណីខ្ពស់ជាងគេនៅអាស៊ីប្រទេសដែលមានឧក្រិដ្ឋកម្មអនឡាញខ្ពស់រួមមានចិនឥណ្ឌាហ្វីលីពីនបើយោងតាមស្ថិតិឆ្នាំ2025ដែលបង្ហាញថាហ្វីលីពីនមានកំណើនចំណូលពីសន្តិសុខ Cyber ខ្ពស់ជាងគេទោះជាយ៉ាងណាថៃត្រូវបានគេស្គាល់ថាជាទីតាំងសម្រាប់ឧក្រិដ្ឋជនអនឡាញអន្តរជាតិដោយមានការចាប់ខ្លួនជាង20នាក់ចាប់ពីឆ្នាំ2017ដល់ឆ្នាំ2025នេះការចាប់ខ្លួនសុទ្ធតែជាឧក្រិដ្ឋជនអនឡាញធំតែម្ដងហើយករណីគួរឲ្យកត់សម្គាល់រួមមានការចាប់ខ្លួនជនជាតិរុស្ស៊ីចំនួន4នាក់នៅឯភូកេតបងប្អូនណាខែកុម្ភៈឆ្នាំ2025នេះតែម្ដង
ពីបទលួចលុយ$16 លានតាមរយៈកម្មវិធី Ransomware នៅខែសីហាឆ្នាំ2025ប៉ូលីសថៃបានចាប់ខ្លួនជនជាតិចិនចំនួន2នាក់ទៀតដែលប្រើប្រាស់សញ្ញាទូរស័ព្ទចល័តដើម្បីលួចទិន្នន័យក្រុមអក្រិតជនទាំងនេះមកពីជាតិសាសន៍ផ្សេងៗគ្នារួមទាំងអាមេរិក រុស្ស៊ី ចិន និងបច្ឆិមបូព៌ាដែលជាញឹកញយពួកគេរស់នៅប្រទេសថៃយ៉ាងស្របច្បាប់ដោយទិញផ្ទះទិញរថយន្តឬក៏កោះរហូតត្រូវចាប់ខ្លួនដោយក្រុម FBI ឬក៏ CIA នៅខែកក្កដាឆ្នាំ2025ប៉ូលីសថៃបានចាប់ខ្លួនចំនួន6នាក់បន្ថែមទៀតពីបទក្លែងបន្លំឯកសារសម្រាប់អក្រិតអន្តរជាតិថ្មីនេះបងប្អូនថ្មីនេះនៅខែតុលាឆ្នាំ2025មានករណីអក្រិតជនអនឡាញឆ្លងដែនខុសច្បាប់ពីថៃមកកម្ពុជាតែត្រូវបានកម្ពុជាយើងចាប់ខ្លួនបើទោះបីមានរបាយការណ៍ច្បាស់លាស់លើករណី4នាក់កាលពីម្សិលមិញក៏ដោយបងប្អូនណាប៉ុន្តែករណីដែលស្រដៀងគ្នាច្រើនដូចជាការចាប់ខ្លួនជនជាតិចិនចំនួន6នាក់ដែលឆ្លងពីកម្ពុជាមកថៃនៅខែសីហាក៏វាមានដែររឿងនេះកម្ពុជាបានចាប់ខ្លួនជនជាតិបរទេសជាង 1000 នាក់នៅក្នុងការបង្ក្រាបអក្រិតជនអនឡាញក្នុងឆ្នាំ2025ករណីចោរប្លន់ម្ដងនេះជាករណីទី2ខ្ញុំនឹងលើកយកមកចែកជូនដល់បងប្អូនការកើនឡើងនៅប្រទេសថៃនៅអាស៊ីប្រទេសដែលមានអត្រាចោរប្លន់ខ្ពស់ជាងគេរួមមានអាហ្វហ្គានីស្ថាន 78.3% ស៊ីរី 69.1% និងយេម៉ែន 68.6% យោងតាមសន្ទុះអក្រិតកម្មឆ្នាំ2024ទោះបីថៃមិនមែនជាប្រទេសខ្ពស់ជាងគេនៅក្នុងអក្រិតកម្មចោរនេះក៏ដោយបងប្អូនប៉ុន្តែករណីណាបងប្អូនការកើនឡើងគួរឲ្យកត់សម្គាល់នៅឆ្នាំ2024ថៃមានករណីអក្រិតកម្មជាង50,000ករណីដោយប៉ូលីសដោះស្រាយបាន 93% ករណីចោរប្លន់ណាបងប្អូនមួយឆ្នាំ2024ត្រូវបានរាយការណ៍រហូតដល់ 14,000 ករណីដែលបង្ហាញពីបញ្ហាសន្តិសុខនៅក្នុងប្រទេសរួមទាំងការលួចម៉ូតូការប្លន់សម្លាប់អត្រាចោរប្លន់នៅថៃគឺមាន 10,000 នាក់ក្នុងឆ្នាំ2016ប៉ុន្តែកើនឡើងតិចតួចបងប្អូនណាក្នុងប្រមាណឆ្នាំចុងក្រោយនេះជាករណីចោរប្លន់ឥឡូវយើងចូលទៅករណីទី3ពាក់ព័ន្ធនឹងសេវាកម្មពេទ្យសាចារសេវាកម្មពេទ្យសាចារគឺជាឧស្សាហកម្មធំបំផុតនៅប្រទេសថៃតែម្ដងថៃត្រូវបានគេស្គាល់ថាជាគោលដៅពេទ្យសាចារធំជាងគេនៅអាស៊ីដោយមានឧស្សាហកម្មទេសចរណ៍ផ្លូវភេទល្បីល្បាញនៅឯបាងកកប៉ាតាយារួមទាំងភូកេតស្ថិតិនៅឆ្នាំ2024បង្ហាញថាពេទ្យសាករនិងពេទ្យសាការីនីប្រមាណជា 25,000 នាក់ដែលថៃនៅបងប្អូនស្មើនឹងប្រទេសប្រេស៊ីលក្នុងចំណាត់ថ្នាក់ទី8លើពិភពលោកពេទ្យសាចារមិនខុសច្បាប់ទេនៅថៃបងប្អូនប៉ុន្តែការសូកប៉ាន់សាធារណៈត្រូវបានហាមឃាត់ឧស្សាហកម្មនេះបង្កើនប្រាក់ចំណូលឲ្យថៃប្រមាណជា 6.4 ពាន់លានដុល្លារក្នុងមួយឆ្នាំនិងពាក់ព័ន្ធនឹងពេទ្យសាករប្រុសណាបងប្អូនស្រីនិងភេទទី3ប្រទេសផ្សេងទៀតក៏មានដូចជាចិននិងឥណ្ឌាមួយចំនួនផងដែរពាក់ព័ន្ធនឹងពេទ្យសាករមានច្រើនប៉ុន្តែថៃគឺលេចធ្លោជាងគេសម្រាប់ទេសចរផ្លូវភេទនៅលើបណ្ដាញសង្គម X មានការពិភាក្សាអំពីពេទ្យសាចារនៅប្រទេសថៃដែលត្រូវបានគេមើលឃើញថាជាបញ្ហាធំនៅក្នុងសង្គមរួមទាំងការជាមួយភេទទី3ផងដែរនេះជាករណីទី3ពាក់ព័ន្ធនឹងសេវាកម្មពេទ្យសាចារឥឡូវបងប្អូនយើងចូលទៅករណីទី4ពាក់ព័ន្ធនឹងជំរកភេរវករតាមពិតទៅជំរកភេរវករករណីឆ្លងដែនពីថៃមកកម្ពុជាមានបងប្អូនប៉ុន្តែភាគច្រើនថៃចូលចិត្តបំភ្លៃព័ត៌មានបិទព័ត៌មានធ្វើខ្លួនឯងល្អតាមពិតបានកម្ពុជាយើងជាអ្នកជួយចាប់ជួយចងឲ្យពួកនោះច្រើនណាស់ឥឡូវយើងទៅលម្អិតអាស៊ីកណ្ដាលត្រូវបានគេឃើញថាជាមជ្ឈមណ្ឌលភេរវកម្មអន្តរជាតិនៅក្នុងឆ្នាំ2025ដោយមានដូចជាក្រុម ISIS និងភេរវករមកពីកណ្ដាលអាស៊ីបើទោះបីថៃមិនមែនជាប្រទេសដែលមានករណីខ្ពស់ជាងគេក៏ដោយប៉ុន្តែករណីភេរវកររត់គេចខ្លួនឆ្លងដែនគឺមាននៅថៃកម្ពុជាបានចាប់ខ្លួនភេរវករមួយចំនួនដែលរត់ពីថៃមកកម្ពុជារួមទាំងករណីក្នុងឆ្នាំ2023ដែលបានចាប់ខ្លួនជនបរទេសចំនួន3នាក់ពាក់ព័ន្ធនឹងក្រុមភេរវកម្មហើយករណីផ្សេងទៀតរួមមានភេរវករពាក់ព័ន្ធនឹងការវាយប្រហារអគារ
World Trade Center ដែលរត់ពីថៃមកកម្ពុជាក៏ត្រូវបានកម្ពុជាអ្នកចាប់ខ្លួនឲ្យដែរនៅឆ្នាំ2017កម្ពុជាបានចូលរួមប្រតិបត្តិការ Interpol ដែលចាប់ខ្លួនភេរវករមួយនាក់ក្នុងចំណោម17នាក់ទោះជាយ៉ាងណាករណីថ្មីភាគច្រើនទាក់ទងនឹងអក្រិតកម្មអនឡាញជាជាងភេរវកម្មដូច្នេះបងប្អូនគណៈដែលអាស៊ីមានអក្រិតកម្មខ្ពស់នៅប្រទេសដូចជាអាហ្វហ្គានីស្ថាននិងមីយ៉ាន់ម៉ាប៉ុន្តែថៃគឺលេចធ្លោជាងគេពាក់ព័ន្ធជាមួយនឹងមជ្ឈមណ្ឌលអក្រិតកម្មជនអន្តរជាតិដោយសារតែវាមានភាពងាយស្រួលក្នុងការរស់នៅនិងទេសចររដ្ឋាភិបាលថៃពីមុនមកក៏បានខ្នះខ្នែងជាមួយកម្ពុជាដែរបានពង្រឹងកិច្ចសហការប្រតិបត្តិការបង្ក្រាបបញ្ហាទាំងអស់នេះដើម្បីធានាសន្តិសុខក្នុងតំបន់ប៉ុន្តែភាគច្រើនសហប្រតិបត្តិការពេលទទួលបានករណីឬក៏ចាប់អីនោះបំបិតព័ត៌មានមិនសូវជាចុះផ្សាយទេប៉ុន្តែកម្ពុជាយើងបងប្អូនណាយើងមានយើងផ្សាយហើយក្នុងឆ្នាំ2025នេះកម្ពុជាបង្ក្រាបរហូតដល់1000អ្នកជាងពាក់ព័ន្ធជាមួយនឹងជនបរទេសដែលជាអក្រិតកម្មអនឡាញនៅក្នុងឆ្នាំ2025ហើយយើងចាប់ផ្សាយប៉ុន្តែគេចាប់មិនផ្សាយដូច្នេះហើយទៅជាប្រទេសដែលផ្សាយព័ត៌មានពិតណាបងប្អូនបង្ហាញឲ្យសាធារណជនបានដឹងឮនោះបែរជារងគ្រោះទៅវិញដូច្នេះក្នុងអត្ថបទក្នុងថ្ងៃនេះខ្ញុំចង់បញ្ជាក់ជូនទៅដល់មិត្តភាពមួយរបស់ថៃដែលកំពុងតែចោទប្រកាន់មកលើកម្ពុជាដែលករណីទាំងអស់នោះមានតិចតួចមែនទែនតែបែរជាធ្វើដូចជារឿងធំណាបងប្អូនខ្ញុំគិតថាពេលខ្លះទៅក៏ជាជើងខោរបស់ថៃដែរដូច្នេះហើយខ្ញុំចេញវីដេអូក្នុងថ្ងៃនេះប្រសិនបើប្រទេសមួយនោះបានឃើញហើយសូមមេត្តាពិចារណាឲ្យមែនទែនថារវាងថៃនិងកម្ពុជាករណីបង្ក្រាបអក្រិតកម្មអនឡាញនេះគឺបង្ក្រាបបានច្រើនភាគរយជាងប្រទេសថៃមានច្រើនករណីណាស់ប៉ុន្តែបែរជាមិនបង្ក្រាបទេហើយថែមទាំងបំបិតព័ត៌មានទៀតលាក់ដើម្បីរក្សាកេរ្តិ៍ឈ្មោះថាប្រទេសនោះមិនមានករណីនេះករណីនោះតាមពិតទៅថៃគឺជាតំបន់អក្រិតកម្មដ៏ធំបំផុតហើយសង្កត់ថាលេខ3ហើយនៅអាស៊ីនេះបងប្អូនណាសង្កត់ថាលេខ3ហើយដូច្នេះសូមពិចារណាឡើងវិញមុននឹងធ្វើការផ្សព្វផ្សាយខ្លួនធ្វើការធំដល់ទៅអ្នកដឹកនាំដ៏ធំដែរប៉ុន្តែបែរជានិយាយបំភ្លៃព័ត៌មានច្រើនជាពិសេសមកទល់នឹងពេលនេះខ្ញុំឃើញថាប្រទេសថៃកំពុងតែជន់ពន្លិចប្រទេសកម្ពុជាដោយបានយកព័ត៌មានពីប្រទេសមួយនៃភាគខាងត្បូងប្រទេសកូរ៉េខាងជើងនោះយកមកផ្សព្វផ្សាយបន្ថែមបំភ្លៃព័ត៌មានអីជាដើមយ៉ាងទៅដូច្នេះបងប្អូនសម្រាប់អត្ថបទខាងលើនេះក៏ដល់ទីបញ្ចប់ដែរក៏សូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលពេញចិត្តហើយក៏ចំណាយពេលវេលាតាមដានតាំងពីដើមរហូតមកដល់ចប់បងប្អូនប្រសិនបើក្នុងករណីដែលខ្ញុំនិយាយនៃករណីទាំងអស់នេះមានការខុសឆ្គងសូមបងរកបន្ថែមនៅប្រភពសារព័ត៌មានមួយចំនួនធំដែលគេបានចុះផ្សាយបងប្អូនណាព្រោះខ្ញុំបានដកស្រង់ចេញពីប្រភពសារព័ត៌មានផ្សេងដើម្បីយកមកចងក្រងធ្វើជាអត្ថបទចែកជូនដល់បងប្អូនទាំងអស់គ្នាឲ្យបានដឹងហើយប្រសិនបើខ្ញុំបាននិយាយទៅមានពាក្យពេចន៍ត្រង់ណាដែលខុសឆ្គងបងប្អូនសូមមេត្តាខន្តីអភ័យទោសដល់រូបខ្ញុំបាទផងសម្រាប់ពេលនេះខ្ញុំបាទPeace New ក៏សូមអរគុណរំលាជួបគ្នានៅវីដេអូក្រោយបន្តទៀត